សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីភ្លាកំពឹសឆៅជាដំបូងយើងដាក់ខ្ទឹមសម្ទេសនិងខ្ទឹមក្រហមបន្ទាប់មកខ្ញុំដាក់ស្ករត្នោតប៊ីចេងម្សៅស៊ុបនិងទឹកប្រហុក2ស្លាបព្រាទឹកត្រី1ចុងស្លាបព្រាហើយខ្ញុំកូរវាឲ្យសព្វចូលជាតិគ្នាល្អបន្ទាប់មកខ្ញុំច្របាច់ក្រូចឆ្មាចូលសម្រាប់រសជាតិគឺយើងយកជូរផ្អែមប្រៃហើយដាក់កំពឹសស្រស់របស់យើងចូលបងប្អូនអាចលៃលកគ្រឿងទេសតាមបរិមាណនិងចំណង់ចំណូលចិត្តរបស់បងប្អូនបានបន្ទាប់មកខ្ញុំដាក់សណ្តែកគួរហើយកូរច្របល់វាឲ្យចូលជាតិគ្នាល្អក្រោយពីសណ្តែកគួរយើងចូលជាតិគ្នាល្អហើយយើងចុងក្រោយយើងបន្ថែមនៃជីណានិងស្លឹកខ្ទឹមចូលហើយភ្លាកំពឹសយើងក៏ហើយតែប៉ុណ្ណឹងងាយស្រួលហើយលឿនឆាប់បានញ៉ាំហើយមានរសជាតិឆ្ងាញ់ហើយបើបងប្អូនមានពេលវេលាគ្រប់គ្រាន់បងប្អូនអាចដាក់វាក្នុងទូទឹកកកកន្លះម៉ោងទៅ1ម៉ោងសិនចាំញ៉ាំក៏បានដែរវាកាន់តែចូលជាតិហើយមានរសជាតិរឹតតែឆ្ងាញ់សម្រាប់វិធីសាស្ត្រភ្លាកំពឹសរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនមានវិធីសាស្ត្រណាដែលល្អជាងហើយឆ្ងាញ់ជាងអាចចែករំលែកបានអរគុណ